លោកយាយលោកតាមរៀបសួរអូកូនណាហើយលោកយាយនៅផ្ទះនៅដល់ណាវិញលោកយាយឃើញអង្គុយឡើងយូរហើយកូននៅឆ្ងាយណាកូនប្រុសហើយនៅដល់ណាលោកយាយស្នាក់នៅដល់ណានៅបងផ្ទះកន្លែងណាហើយនៅផ្ទះហ្នឹងផ្ទះនៅដល់ណាលោកយាយនៅបងដល់បាត់បងដល់បាត់ចាហើយចុះហើយឥឡូវលោកយាយចាំអីដែរស្មានហ្នឹងចឹងនេះងមករលុយកន្លែងនោះណាកូនកន្លែងអង្គុយណាតិចទៅឯតំទៅទៀតលោកយាយស្នាក់នៅដល់បាត់ភូមិឃុំអីដែរលោកយាយតែភូមិអីគេអោភូមិអីគេតាភូមិអីនៅភូមិអីភូមិត្រីវិហារព្រៃវិហារបាទគាត់នៅខាងកោសៃនៅចិត្តខ្ញុំដែរតែឥឡូវមានអីគេចំណៃចំណុកអីខ្លះលោកយាយនេះលោកតាគាត់ឲ្យផ្លែឈើហើយនឹងតែអញ្ចឹងឥឡូវសូមឲ្យលោកយាយហើយនឹងតាមកហាងខ្ញុំតិចនេះមុខនេះលោកយាយនេះមកឥឡូវមកកន្លែងចៅតិចមកតាបាទឥឡូវឃើញថាលោកយាយពីអ្នកលោកតាគាត់នៅអង្គុយតាមចាំផ្លូវហើយក៏កូនចៅខ្ញុំឃើញមិញខ្ញុំអត់បានមើលអីទេដោយសារឃើញឥឡូវខ្ញុំហៅតាពីអ្នកយាយមកអង្គុយខាងនេះតាពីអ្នកយាយជើញអង្គុយខាងនេះក៏បានដែរអង្គុយមកតាបាទឥឡូវឃើញថាទុកលំបាករបស់លោកតាហើយលោកយាយក៏ខ្ញុំអង្គុយនៅផ្សារឥឡូវជូនលោកយាយលោកតានេះចាំចៅយកជំនួយបន្ថែមឲ្យជូនយាយតាទៀតយាយអានេះចៅជូនយាយទុកគ្រាន់ពិសាយាយណាបាទហើយចៅមានថាការតិចតួចជូនតានឹងយាយចៅជូនថាការយាយ 50000 រៀលណាចាបាទ 50000 ហើយនឹងគ្រឿងសម្រាប់កប់ហើយទៅឡើងកូនឯងរកទីចិត្តតែមានទៅតែបានទៅកន្លែងណាកប់បាយក្តីកប់រាវទៅវែងណាកុំប្រោណារកទីចិត្តតែបានចិត្តតែមានឯកប់បាយទៅវែងបាទយាយបាទអញ្ចឹងអត់មានអីទេចៅជូនពរឲ្យលោកយាយបាទទៅតាមផ្លូវវិញសុខសុវត្ថិភាពលោកយាយលោកតាណាបាទសាទរអូនក្រុមការងារយើងទាំងអស់ជួយលើកឲ្យបានឲ្យជូនយាយជូនតាទៅគាត់ទៅផ្លូវវិញណាបាទតោះ